គេសួរគ្រប់គ្នាថាមកបងជីមីប្រើ skin care បានមកលងម៉េះនេះគឺជា skin care ដែលបងជីមីប្រើកុំព្រិចភ្នែកណានេះគឺជា skin care sample ដែលបងជីមីបានប្រើហើយគ្រប់មុខទាំងអស់គឺបងជីមីប្រើទាំងអស់អត់មាន10មួយណាមួយដែលបានប្រើទេសួរថាបងជីមីប្រើច្រើនចឹងខូចមុខអត់នេះខូចមុខខូចពេលខ្លះទៅយើងប្រើទៅវាអត់ត្រូវវាអាចនឹងរោលឡើងមុនឬក៏មានបញ្ហាផ្សេងៗនៅលើមុខអញ្ចឹងហើយគឺយើងត្រូវប្រើគ្រប់មុខដើម្បីដឹងថាអូ skin care នេះវាមានបញ្ហាអីហើយយើងដូរតាំងពី ingredient ដូរតាំងពីសាច់ដូរតាំងពីខ្លួនគឺដូរគ្រប់យ៉ាងពីមួយដំណាក់ទៅមួយដំណាក់រហូតដល់រក skin care ដែល perfect ឃើញហើយនេះគឺជាស្បែកមុខឥឡូវបងប្អូនទាំងអស់គ្នាដាក់ចាំងថ្ងៃឲ្យបងប្អូនទាំងអស់គ្នាមើលតែម្ដងមិន perfect អីណាស់ណាទេមានមុនមានស្នាមអីដូចតែគេដូចតែឯងហ្នឹងតែគ្រាន់ថាស្បែកមុខរបស់យើងចាប់ផ្ដើមរឹងមាំស្បែកក្រាស់ស្បែកក្មេងស្បែកតឹងស្បែករលោងមែនតែនចូលចិត្តអនអ្នកណាខ្លះដែលចង់មានស្បែកបែបហ្នឹងបងប្អូនទាំងអស់គ្នាមុខតន់មុខតឹងមុខរលោងបែបហ្នឹងសូមបញ្ជាក់ណាបងជីមីគឺជាមនុស្សប្រភេទស្បែកស្ងួតដូចសមុទ្រខ្សាច់អញ្ចឹងក្រោយពី test sample រយៈពេលជាយូរមកយើងក៏បានរកឃើញជាមួយនឹងផលិតផល Serum ExoPDRN ដែលគឺជា serum ដែលរួមបញ្ចូលជាមួយនឹង DNA ត្រីសាម៉ុននិងសារធាតុ exosome ដែលសារធាតុដែល clinic គេប្រើចាក់មុខឲ្យបងប្អូនទាំងអស់គ្នាចាក់ឲ្យមុខរលោងមុខសមុខតឹងហ្នឹងមិនបាច់ចាំតែចាក់ទៀតទេពីព្រោះសារធាតុនេះឥឡូវនៅក្នុង serum មួយដបនេះហើយជាមួយនឹងលេយប់គ្រីមផ្ដល់សំណើមរបស់យើងបងប្អូនទាំងអស់គ្នាដែលធ្វើអំពីសារធាតុ Cica ត្រចៀកក្រាញ់ទឹក Ceramide ដែលជួយជួសជុលរនាំងស្បែកជាមួយនឹង Panthenol ដែលសុទ្ធតែជាសារធាតុជួសជុលស្រទាប់ស្បែកខាងក្រៅឲ្យរឹងមាំបំពន់ដោយសារធាតុ Salmon DNA និង Exosome ជួសជុលរនាំងស្បែកដោយ Cica Ceramide និងសារធាតុ Panthenol ស្បែករបស់អ្នកអត់ចេះចាស់ទេនៅក្មេងតឹងរលោងតែម្ដងនេះសាច់សេរ៉ូមគឺបែបហ្នឹងពណ៌កាឈូកស្រាលបែបហ្នឹងហើយនៅពេលដែលយើងលាបនៅលើស្បែករបស់យើងនិយាយពីថាដូចយើងផឹកទឹកមួយតោនក្នុងមួយថ្ងៃអញ្ចឹងបងប្អូនខ្ញុំគឺជាប្រភេទមនុស្សស្បែកស្ងួតដល់ប្រកាសអាសន្នហ្មងហើយមកនៅអាមេរិកទៀតគូថាស្បែកកាន់តែស្ងួតបានដាក់ជាមួយនឹងសេរ៉ូមនេះទៅបងប្អូននិយាយពីថាស្បែកយើងដូចយើងចាក់ទឹកឲ្យគាត់អញ្ចឹងហ្នឹងនេះលាបចូលស្បែកហើយស្បែកឡើងតឹងតុនតែម្ដងណែប្រាប់ឲ្យហើយស្បែកអត់ perfect ទេមានមុន2ខពីព្រោះមួយខែម្ដងគឺគេមានមុនមួយគ្រាប់2គ្រាប់ចឹងឯងជាស្ត្រីហើយសារម៉ុន DNA បងប្អូនគឺជួយបន្តឹងស្បែកធ្វើឲ្យស្បែករបស់យើងស្មូទជួសជុលកោសិកាដែលខូចនៅខាងក្នុងស្រទាប់ស្បែកបានយ៉ាងជ្រៅបូករួមនឹងសារធាតុ Exosome ដែលគឺជា stem cell កោសិការស់ដែលវាជួយទៅជួសជុលកោសិការបស់យើងនៅខាងក្នុងជ្រៅនោះឲ្យស្បែករបស់យើងរស់រានមានជីវិតឡើងវិញដូចកូនក្មេងម្ដងទៀតអញ្ចឹងកុំភ្លេចណាត្រូវប្រើរួមជាមួយគ្នាជាមួយនឹង night cream ផងដែរដោយសារសេរ៉ូមនាងខ្ញុំដាក់ជាមួយនឹងសារធាតុធ្វើឲ្យ smooth ធ្វើឲ្យតឹងធ្វើឲ្យរលោងតែ night cream នេះវិញដូចជាអាវក្រោះការពារស្បែកពីខាងក្រៅអញ្ចឹងដឹងអត់ថាអាចកំបាំងរបស់ជនជាតិកូរ៉េស្បែករបស់គាត់រលោងglass skin ដោយសារអ្វីដោយសារតែស្បែករបស់គាត់មានស្រទាប់រនាំងការពារជញ្ជាំងស្បែកនៅខាងក្រៅដែលគេហៅថា skin barrier របស់គាត់នឹងរឹងមាំខ្លាំងមែនតែនដែលធ្វើឲ្យជ្រួញក៏មិនជ្រួញក៏មិនមុនលាបអីមុំចាមិនចេះរោលមិនចេះ allergy អីនឹងគេទេហើយសារធាតុដែលជួយជួសជុលស្បែកឲ្យរនាំងស្បែកឬជញ្ជាំងស្បែកនឹងឲ្យរឹងមាំគឺគេហៅថាសារធាតុ ceramide ដែលពួកយើងចម្រាញ់យកនៅសារធាតុមួយដែលគេហៅថា ceramide NP ហើយនឹងសារធាតុ panthenol ជួសជុលរនាំងស្បែកបងប្អូនមើលនេះស្បែកមើលទៅទន់តឹងមែនតែមិនមែនស្បែកខ្សោយស្បែកស្ដើងគឺមើលទៅជាស្បែកដែលមានកម្លាំងតតាំងប្រឆាំងជាមួយនឹងអាកាសធាតុតែម្ដងលើកមុននឹងខ្ញុំផុសឲ្យឆ្លើយសំណួរថាតើផលិតផលពីរនឹងគឺជាផលិតផលអ្វីសម្រាប់អ្នកដែលឆ្លើយត្រូវថាជាសេរ៉ូមនឹងលេយកខាងក្រុមហ៊ុននឹងរើសយក30នាក់ជូនម្នាក់មួយឈុតចាគឺចែកមុនដំបូងគេគឺចែក30ឈុតជូនបងប្អូនតែម្ដងអ្នកឆ្នះនឹងប្រកាសក្នុង comment post នេះណាដំណឹងល្អមួយទៀតបងប្អូនទាំងអស់គ្នាអ្នកណាដែលគាត់ចង់បានសក់ក្រាស់នេះគឺជាវីតាមីនបណ្ដុះសក់ដែលធ្វើចម្រាញ់ចេញពីប្រេងល្ពៅហើយធ្វើនៅសហរដ្ឋអាមេរិកនិយាយទៅពួកវីតាមីនអាហារបំពន់គឺបងជំនាញទុកចិត្តតាមអាមេរិកទេសម្រាប់ skin care យើងអាចធ្វើនៅអាស៊ីបានព្រោះអាស៊ីយើងក៏ខ្លាំងដែរចំពោះ skin care សម្រាប់បងប្អូនដែលគាត់មានសភាពជ្រុះសក់ស្ដើងដូចនាងខ្ញុំកាមុនចឹងស្ដើងឡើងអស់ពីក្បាលហ្មងគាត់អាចញ៉ាំជាមួយនឹងវីតាមីនបណ្ដុះសក់ចម្រាញ់ចេញពីគ្រាប់ប្រេងល្ពៅមួយថ្ងៃតែ2គ្រាប់ទេបងប្អូននេះផលិតផលសុទ្ធ 100% ពីសហរដ្ឋអាមេរិក